ជំរាបសួរបងប្រុសចាបងសុខសប្បាយអត់បងបានសុខសប្បាយអូយបងឯងប្រាប់អត់សុខសប្បាយក៏អត់ជឿដែរមុតត្រេនឡើងពេញដើមនេះហ្នឹងហើយបងអញ្ចឹងបងអូនមកថ្ងៃនេះគាត់តែចង់សួរបងពីចំណាប់អារម្មណ៍តិចតួចបានអត់បងចាបងអញ្ចឹងជាដំបូងបងអូនគាត់តែចង់ឲ្យបងជួយណែនាំតែទីតាំងចំការទុរេនបងស្ថិតនៅស្រុកភូមិអីគេបងអាចជួយណែនាំបានអត់បងបាទចំការទុរេនខ្ញុំគឺស្ថិតនៅភូមិដូងភូមិស្ទឹងកៅស្រុកពុឈូខេត្តកំពតអូចាអញ្ចឹងបងទាំងអស់គ្នាបើសិនជាមានចំណាប់អារម្មណ៍អីចង់មកទិញទុរេនអីគឺអាចអញ្ជើញមកដល់ទីតាំងដោយដែលបងប្រាប់បានប្រាប់អញ្ចឹងណាអញ្ចឹងបងអាចសុំសួរបងបន្ថែមទៀតបានអត់បងអញ្ចឹងបងចង់ដឹងថារយៈពេលដែលបងប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនខិនបងហ្នឹងរយៈពេលប៉ុន្មានឆ្នាំដែរបងបាទខ្ញុំប្រើក្រុមហ៊ុនខិនបងគឺរយៈពេល2ឆ្នាំអូយូរដែរអញ្ចឹងបងចង់ដឹងពីចំណាប់អារម្មណ៍នៃការប្រើប្រាស់របស់ក្រុមហ៊ុនខិនបងហ្នឹងតើបងមានចំណាប់អារម្មណ៍មិនដែរចង់ដឹងថាគុណភាពនៃការប្រើប្រាស់របស់បងហ្នឹងមិនដែរបងបាទខ្ញុំមានចំណាប់អារម្មណ៍ថាតាំងពីខ្ញុំប្រើក្រុមហ៊ុនជីខិនបងមកគឺទី1គឺទៅលើស្លឹកតាមទុរេនស្លឹកល្អចាបងស្លឹកក្រាស់ទី2ទៅលើដើមធំផលល្អចាបងហើយនឹងផ្លែច្រើនអូមែនផ្លែឡើងពេញដើមហ្មងណាឡើងធំមែនតើហ្មងចាអូយដឹងតែកើបលុយហ្មងហើយបងចាបងអូច្រើនណានេះបងទាំងអស់គ្នាជួយមើលច្រើនមែនតើណាចាចំការរបស់គាត់គឺប្រើរបស់ផលិតផលរបស់ក្រុមហ៊ុនខិនបងបៃអូដូចជា Cambodia ចាអូធំមែនតើណាបងចាចក់ផ្លែច្រើនចាបងឆ្នាំទៅគឺបានទិន្នផលតិចបំផុតចាតែតាំងពីប្រើផលិតផលរបស់ក្រុមហ៊ុនខិនបោះមកគឺរីកចម្រើនច្រើនឆ្នាំទៅគឺបានត្រឹមតែ 1000 គ្រាប់ទេឆ្នាំនេះគឺបាន 13000 គ្រាប់អូវ៉ាវច្រើនខ្លាំងមែនតើអស្ចារ្យមែនតើណាបងទាំងអស់គ្នាគាត់ប្រើផលិតផលឆ្នាំរបស់ក្រុមហ៊ុនខិនបោះ Biology Cambodia អូយបងផ្លែច្រើនណាស់បងផ្លែហើយដើមទៀតវ៉ាវអូយច្រើនមែនតើដើមផ្លែ80គ្រាប់អូច្រើនណាស់80 70ហើយនឹងមានទីត្រឹម50ចាបងចាចឹងគុណភាពនៃការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនខិនបោះគឺអត់ខកបំណងទេបងចាទទួលបានផលច្រើនមកចាបងចាអូច្រើនមែនតើណាចាបងមិនថោទទួលបានហើយទទួលបានផលច្រើនហើយផ្លែធំទៀតចាបងអូយច្រើនមែនតើណាបងទាំងអស់គ្នាជួយមើលណាបងផ្លែល្អមែនតើឡើងពេញដើមតែម្ដងណាបងវ៉ាវ